សូមគោរពខ្លួនឯងខ្លះផង បើជួបប្រទះរឿងអីរាល់បញ្ហាដែលមិនអាចដោះស្រាយបានសូមកុំភ្លេចមករកខ្ញុំ ឲ្យពួកយើងចំណាយដល់ទៅ15លាននាងបែរជាធ្វើបែបនឹងយើងខាត់លុយច្រើនណាស់បងគិតធ្វើម៉េចទៅ ហាងបញ្ចាំស៊ូមាន បងប្រុសនិយាយបន្តិចទៅបងប្រុស ឆាប់ឲ្យគេយករបស់ទៅផ្ទះភ្លាមទៅ អាឈូ នេះជាអ្វីដែលលោកគ្រូចង់បាន រាងកាយទាំងមូលភ្លឺ ហើយកញ្ចក់ប្រៀបបាននឹងប្រភពទឹកដែលមានជីវិត ដែលអាចបំភ្លឺអំពើអាក្រក់ និងនាំជីវិតទៅកាន់គ្រប់អ្វីទាំងអស់ បាទត្រឹមត្រូវហើយលោកម្ចាស់សូមឈប់សរសេរកំណាព្យហើយជួយឪពុកខ្ញុំឲ្យបានឆាប់ ដោយភាពសុខដុមជាមួយយិននិងយ៉ែងកម្លាំងខៃទាំង5បញ្ចូលគ្នាដើម្បីការពារបេះដូងប្រញាប់ឡើងហើយធ្វើការភ្លាមទៅ លោកតា លោកប៉ា ដូចជាមានរឿងកើតត្បឹងហើយខ្ញុំនឹងរងចាំលោកនៅទីនេះ ត្រូវមើលថាតើគេត្រូវចំណាយពេលប៉ុន្មានដើម្បីមកដល់ទីនេះ តើមានអ្វីកើតឡើង ប៉ាក្រែងនិយាយថានេះអាចជួយលោកតាទេបាននោះ លោកតា ខ្ញុំគឺជាយ៉ាវយ៉ាវលោកតា លោកតា 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 នេះជាវិធីដែលនិយាយនោះហើយមិនមិនអាចជួយគាត់បាន ដើមឡើយលោកម្ចាស់ Shen មានសញ្ញាដកព្រលឹងហើយវិញ្ញាណអាក្រក់ចេញពីកញ្ចក់ឆ្លៀតឱកាសនេះចូលទៅក្នុងខ្លួនរបស់គាត់ខ្ញុំមិនអាចដោះស្រាយបញ្ហានេះបានទេសូម្បីលោកគ្រូក៏មិនអាចជួយបានក្រែងនិយាយថានេះអាចជួយមនុស្សបាននោះខ្ញុំគ្រាន់តែគិតថានឹងមានសំណាងនៅក្នុងការដេញថ្លៃហើយគិតថាវានឹងងាយស្រួលក្នុងការដោះស្រាយអ្នកណាដឹងថាមានវត្ថុអាក្រក់នៅខាងក្នុងដូច្នេះលោកគ្រូមកទីនេះដើម្បីបោកលុយពីគ្រូសា Shen ខ្ញុំដឹងខុសហើយខ្ញុំដឹងខុសហើយលូយ៉ាវបញ្ជូនគេទៅប៉ុស្តិ៍ប៉ូលីសទៅ ត្រូវហើយបងប្រុស តើយើងគួរធ្វើអ្វីបន្តទៀត ចង្វាក់ដែកនេះហាក់ដូចជាបានចេញមក ធ្លាក់ចេញតាមនាមប័ណ្ណរបស់នាង គ្រូសា Shen ត្រូវស្ថិតក្រោមការហាមឃាត់គ្មាននរណាម្នាក់ត្រូវអនុញ្ញាតឲ្យចូលទៅជិតលោកតាទេរហូតដល់ខ្ញុំត្រឡប់មកវិញ វាហាក់ដូចជាលឿនជាងអ្វីដែលខ្ញុំបានគិត តើនេះជាអ្វីដែលរេរមាងនោះឬ ខ្ញុំមិននឹកស្មានថាប្រៀបដូចជាសត្វចកនោះទេតែលោកសង្ហាខ្លាំងណាស់ខ្ញុំបានព្យាយាមបញ្ឈប់លោកហើយតែមិនស្ដាប់កញ្ចក់គឺស្អាតប៉ុន្តែវារើមានព្រលឹងបិសាចនៅជីដាលោកខ្សោយណាស់ជាការពិតណាស់រឿងនោះនឹងទាញយកប្រយោជន៍ពីហេតុអ្វីបានជាមិនចូលក្នុងសិនមក
នាងនិយាយថាឲ្យខ្ញុំមករកនាងនៅពេលមានបញ្ហាតើវាជារឿងបែបណាទៅប្រាកដណាស់ប៉ុន្តែត្រូវតែមានសុជីវធម៌នៅពេលសុំជំនួយចុះហត្ថលេខាខ្ញុំនឹងទៅជាមួយលោក កិច្ចព្រមព្រៀងរួមរស់នៅជាមួយឈ្មោះស៊ូមៀន